បាទសួស្តីបងប្អូនថ្ងៃនេះមានចម្លាក់របស់ភ្ញៀវដែលគាត់កំងណានេះភ្ញៀវគាត់កំងមាន5អង្គមានសៃវលីឈរលោកតាមមហាលៀបសៃវលីអង្គុយនិងព្រះខ្វាមនេះខ្វាមនេះសាងពីស្នៃនេះបងប្អូននេះស្នៃនេះគឺមួយអង្គហ្នឹងគឺជាប់ឡាយស្អាតមែនទែនណាសាងឡើងចេញពីស្នៃក្របីខ្មៅបក់ធ្លុះហើយជាប់ឡាយនេះបងប្អូនណាជាប់ឡាយនេះនឹងឲ្យព្រះឈ្នះមាព្រះឈ្នះមានេះសាងពីក្លីបក់ធ្លុះបងប្អូនព្រះឈ្នះមាសាងពីក្លីបក់ធ្លុះហើយព្រះប្រក់នេះពីអង្គនេះបញ្ចុះក្លីបក់ធ្លុះខ្មៅបក់ធ្លុះសាងឡើងពីស្នែងក្របីក្លីតៃសាសាងឡើងពីស្នែងក្របីក្លីតៃសាបងណាតែបានបញ្ចុះក្លីបក់ធ្លុះខ្មៅបក់ធ្លុះហើយនឹងឲ្យមួយអង្គនេះមួយអង្គ55បង55បងប្អូនបង55ហើយចម្លាក់ផ្សេងវាចូល80ទៅដល់100ជាងដោយសារសាងឡើងពីស្នែងក្របីខ្មៅបក់ធ្លុះនេះបងប្អូនណាពិសេសមិនងាយមាននេះធ្លុះដល់ឆ្អឹងហើយស្នៃនេះក៏ពិសេសដែរនេះបងប្អូននេះស្នៃនេះបក់ធ្លុះឲ្យតបៅឲ្យឡើងប៉ោងនៅក្នុងនេះប៉ោងនោះសញ្ញាប៉ោងនេះឥឡូវនេះប៉ោងហ្នឹងហើយអញ្ចឹងគល់ខ្ញុំទុកដើម្បីបង្ហាញភ្ញៀវដើម្បីថាអូរបស់ដែលខ្ញុំសាងគឺខ្ញុំសាងមានស្នែងមានប្រភពដើមច្បាស់លាស់ហើយព្រះឈ្នះមាននេះសាងពីស្នៃនេះអញ្ចឹងព្រះឈ្នះមានសាងឡើងពីស្នៃខាងនេះហ្នឹងចូល7 8រូបភាគច្រើនព្រះឈ្នះព្រះខ្វាមបងប្អូនណាព្រះខ្វាមដៃ8ហ្នឹងហើយនេះខ្វាមដៃ8ក៏សាងពីស្នៃនេះដែរបងប្អូនណាស្នៃខ្មៅបក់ធ្លុះគឺយើងប្រើការពារនៅអំពើប៉ុនមុនខ្មៅចាស់បុរាណតាំងពីដើមមកគាត់មានជំនឿលើស្នៃក្របីខ្មៅបក់ធ្លុះបើក្របីតៃសាគាត់កម្រនិយមគាត់ថាបើសិនភាគច្រើនក៏គេយកដាក់ក្នុងផ្ទះដែរឲ្យតែតៃសាហើយសម្រាប់ចំពោះឃ្លីកមកណាឃ្លីកតែបើខ្មៅតៃសាគេកម្រប្រើដោយសារវាធម្មតាណាហ្នឹងហើយចំពោះខ្មៅបក់ធ្លុះគឺគ្រូចំនួនមុនគឺគាត់យកមកដាក់ក្នុងផ្ទះដើម្បីការពារនៅអាគមនៅអំពើអំព័ន្ធដែលគេធ្វើអញ្ចឹងហ្នឹងហើយចម្លាក់នេះស្រីវេសវណ្ណនេះសាងឡើងពីស្នៃនេះស្រីវេសវណ្ណណាស្រីវេសវណ្ណនេះបានពុទ្ធិពិសេសម្ដងហ្នឹងហើយស្រីវេសវណ្ណគឺលោកគ្រប់គ្រងនៅទិសខាងកើតគេហៅប្របាទគោវិរៈហ្នឹងគឺស្រេចខ្មោចនេះក៏គោវិរៈស្រេចខ្មោចដែរតែសាងឡើងពីស្នែងក្លីបក់ធ្លុះបងប្អូនណាស្នែងក្លីបក់ធ្លុះហ្នឹងហើយក្លីបក់ធ្លុះនេះបាន2អង្គហ្នឹងហើយ2អង្គហើយនេះគឺព្រះបាទហ្នឹងហើយព្រះបាទលោកតារាជហ្នឹងហើយព្រោះចំនួនមុនគេទុកលោកដូចជាស្ដេចអញ្ចឹងហ្នឹងហើយភាសាខ្មែរយើងគេហៅលោកតារាជហ្នឹងសាងឡើងពីស្នែងក្លីបក់ធ្លុះមានខ្មៅបក់ធ្លុះនិងក្លីបក់ធ្លុះបងប្អូនណាខ្មៅបក់ធ្លុះនិងក្លីបក់ធ្លុះលោកតារាជបានប្រសិទ្ធិ 4-5 ដងហើយហើយស្នែងនេះព្រះខ្វាមនេះសាងឡើងពីស្នែងនេះហ្នឹងហើយលោកតាមរីអីសីសាងឡើងចុងក្លីកធម្មតាទេតែយើងយកចុងមកសាងមានអីសីកាពុនិងអីសីអាគីណេតបញ្ចុះក្លីបក់ធ្លុះនិងខ្មៅបក់ធ្លុះអីសីកម្ពុនិងអីសីអាគីណេតបងប្អូនណាអីសីកម្ពុនិងអីសីអាគីណេតអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់តួអង្គលោកអាចយកទៅគ្រប់ថែសាបានបងប្អូនណាហ្នឹងហើយអញ្ចឹងចម្លាក់ដែលខ្ញុំបានបង្ហាញនេះរបស់ខ្លះក៏មានម្ចាស់ហើយរបស់ខ្លះក៏នៅទេហើយចម្លាក់ដែលសាងពីស្នែងក្របីក្លីកនិងក្របីខ្មៅបក់ធ្លុះគឺយើងប្រើហាងការពារនៅអំពើអំព័ន្ធមុនខ្មៅអំពើស្នេហ៍ការដាក់អំពើមកហើយគ្រូខ្លះគាត់យកទៅធ្វើថ្នាំដើម្បីប្រសាមនៅអំពើអំព័ន្ធមុនខ្មៅជាដើមនេះបងប្អូនឃើញនេះបក់ធ្លុះនេះ3ដងណានេះកន្លែងខ្ញុំកាត់នេះម្ដងនេះកន្លែងចុងពូជនេះខ្ញុំកាត់ប៉ះដោយសារដកអត់ចេញអញ្ចឹងខ្ញុំកាត់ប៉ះទៅបក់ធ្លុះកន្លែងនេះម្ដងកន្លែងនេះម្ដងហ្នឹងអញ្ចឹងវាបក់ធ្លុះមួយដំបូងនេះវាធ្វើបក់ធ្លុះធ្វើឲ្យសាច់ឡើងប៉ោងនេះបក់ធ្លុះហើយមកវាដោះស្នែងទៅមុខផុតអញ្ចឹងវាបក់ឲ្យក្រោយទៅវិញបក់ឲ្យក្រោយវាធ្វើឲ្យប៉ោងអាក្រោយមួយទៀតនេះហើយស្នែងនឹងពិសេសបងប្អូនណាគឺយើងប្រើហាការពារនៅអំពើស្នែងអំពើប៉ុនមុនខ្មៅខ្លាំងបំផុតពួកភ្ញៀវខ្ញុំយកទៅគឺការពារបានបងការពារបានហើយសាងឡើងខ្វាមដៃ8មាន 5-6 អង្គនេះទេបងប្អូនណាសាងឡើងខ្វាមដៃ8មាន 5-6 អង្គនេះទេនឹងឲ្យមានខ្វាមដៃ2ប្រម៉ែធរណីជាដើមណាអញ្ចឹងបងប្អូនចង់បានចម្លាក់ខាងមួយណាអាចយកទៅគ្រប់ថែសាបានបងប្អូនណាហើយចម្លាក់បានធ្វើកិច្ចដាប់សិទ្ធិច្រើនដងម្ដងជា2ដងជា3ដងយកទៅសិទ្ធិរហូតបងប្អូនណាសិទ្ធិរហូតហើយស្នៃគឺខ្ញុំបានថតឲ្យមើលច្បាស់អញ្ចឹងបងប្អូនណាហ្នឹងហើយគឺមិនអាចថាអូយកស្នែងធម្មតាមកសាងហើយថាស្នែងបក់ធ្លុះអត់ទេតោះតែស្នែងបក់ធ្លុះបានខ្ញុំយកមកបង្ហាញស្នែងនេះខ្ញុំធ្លាប់បង្ហាញក្នុង
YouTube 4-5 ដងហើយបងប្អូនចូល profile ខ្ញុំអូសមកក្រោមមកឃើញស្នៃហ្នឹងហើយស្នៃហ្នឹងណាហ្នឹងហើយអញ្ចឹងចម្លាក់បានសាងអស់ហើយនៅសល់មកប្រទេសហ្នឹងទេមកប្រទេសនេះមានគេចង់បានច្រើនតែអត់ជឿទេទុកដើម្បីបង្ហាញបងប្អូនថាអូអ្វីទៅដែលជារបៀបបកធ្លុះណាបងប្អូនណាបាទអញ្ចឹងសូមអរគុណបងប្អូនអញ្ចឹងចូលសារឬក៏ចូលតាម Telegram មកបាទសូមអរគុណ